កម្ពុជាវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការនិងរិះរកយន្តការជាស្ដែងដើម្បីផលប្រយោជន៍ជាអតិបរមាជូនប្រជាជននៃប្រទេសទាំងពីរសម្ដេចមហារដ្ឋាភិបាលទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី10ខែមេសាឆ្នាំ2026នេះបានអនុញ្ញាតឲ្យឯកឧត្តមត្រឹងកឹមទូសមាជិកការិយាល័យនយោបាយនិងជាសមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីសវៀតណាមចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារក្នុងស្មារតីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបដ៏មានសារៈសំខាន់នេះឋានៈដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើការស្វែងរកយន្តការជាក់ស្ដែងរួមថ្មីដើម្បីជំរុញទំហំពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីឲ្យសម្រេចបានដល់$20,000 លាននាពេលខាងមុខបន្ថែមលើនេះភាគីថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការត្រៀមរៀបចំកម្មវិធីរួមគ្នាដើម្បីអបអរសាទរខួបលើកទី60នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាមដែលនឹងឈានចូលមកដល់ក្នុងឆ្នាំ2027ខាងមុខនេះផងដែរសម្ដេចប្រធានរដ្ឋសភាបានវិនិច្ឆ័យខ្ពស់ចំពោះទំនាក់ទំនងកម្ពុជាវៀតណាមដែលបានចារឹកយ៉ាងជ្រៅនិងមានភាពធន់ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូលជាមួយគ្នានេះសម្ដេចរដ្ឋសភាធិបតីក៏បានសម្ដែងការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតបក្សកុម្មុយនីសវៀតណាមដែលទើបបញ្ចប់កាលពីខែមករាឆ្នាំ2026កន្លងទៅសម្ដេចបានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃតួលេខស្ត្រីក្នុងរដ្ឋសភាវៀតណាមរហូតដល់ជាង 35% ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសមភាព Gender ព្រមទាំងសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់វៀតណាមដែលកំពុងវិវត្តខ្លួនជាមហាអំណាចកណ្ដាលដ៏លេចធ្លោក្រោមការដឹកនាំរបស់ឯកឧត្តមតូឡាំអគ្គលេខាធិការបក្សនិងជាប្រធានរដ្ឋវៀតណាមពាក់ព័ន្ធនឹងសិទ្ធិភាពការក្នុងប្រទេសសម្ដេចមហារដ្ឋាភិបាលទីការធិបតីបានជម្រាបជូនប្រតិភូថាកម្ពុជាកំពុងដើរលើផ្លូវត្រឹមត្រូវក្នុងការកសាងសេដ្ឋកិច្ចជាតិឲ្យរឹងមាំនិងមានសាមគ្គីភាពជាធ្លុងមួយកម្ពុជានៅបន្តអនុវត្តតាមចក្ខុវិស័យដែលបានដាក់ចេញដោយសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្នដើម្បីសម្រេចឲ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ខាងមុខនេះជាការឆ្លើយតបឯកឧត្តមត្រឹងកឹមទូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនិងបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលនឹងបន្តដឹកនាំប្រទេសនិងប្រជាជនកម្ពុជាទៅរកការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀតភាគីវៀតណាមបានស្នើឲ្យប្រទេសទាំងពីរបន្តពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មអប់រំវិនិយោគទេសចរណ៍និងការធានាសន្តិសុខតាមព្រំដែនដោយរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងក្របខ័ណ្ឌរដ្ឋសភាភាគីថ្នាក់ដឹកនាំទាំងពីរបានបដិញ្ញាបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា MOU ដែលមានស្រាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាននិងការចែករំលែកបទពិសោធន៍លើការងារនីតិកម្មដើម្បីបម្រើផលប្រយោជន៍រួមនៃប្រទេសទាំងពីរនិងរួមចំណែកដល់សុខសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់